ឲ្យតែមានកម្មវិធីម្ដងចា៎ទីមិនភ្លេចទេសម្រាប់មកហូបចែកជូនបងប្អូនកំសាន្តណាជាពិសេសចង់ដឹងថាកន្លែងមិនថា concert មិនថាកម្មវិធីបុណ្យផ្សេងនៅពេលយប់គេមានម្ហូបអីចឹងចែកទីដាំថត review ម្ហូបសម្រាប់ចែកជូនបងប្អូនកំសាន្តថានៅស្រុកញ៉ាំអីខ្លះអញ្ចឹងណាឥឡូវនេះម្ហូបរបស់យើងក៏ត្រៀបត្រាតាមលំដាប់លំដោយម្ចាស់រៀងខ្លួនហើយអ្នកលក់ច្រើនមែនតែម្ហូបមុខម្ហូបវិញគឺច្រៀងគ្នាតែប៉ុណ្ណោះមិនដូចតែគ្នាមួយចង្កាក់1000ឬក៏500សាច់ឆ្កាក់មិនថាអីណាជាខាងនេះវិញជាមួយអាជាក់ត្រូវមែនតែរបស់គ្រីមដូចជាកាដូបំពងយ៉ាងរ៉ិតបំពងអីហ្នឹងណាសម្រាប់អាហារតម្រាន់ពេលយប់ចឹងយូរម្ដងញ៉ាំម្ដងខាងនេះគឺក្រូចបំពងក្រូចអាំងណាក្រូចបំពងគឺក្រូចអាំងកន្លែងនេះមកក៏មានពងទាកូនហើយខាងនេះក៏ដូចគ្នាដែរមានស្លាបមាន់បំពងមានសាច់ដោតសាច់អីចឹងមកគឺលក់ទៅរៀងគ្នាអ្នកលក់គឺដូចគ្នាតែម្ដងហើយគឺអាគ្រឿងនេះសល់យើងអាចលក់ស្អែកទៀតបានអញ្ចឹងគាត់ធ្វើដូចគ្នាអញ្ចឹងវាមិនឲ្យខូចអញ្ចឹងណាច្រើនតែប្រហិតដោតប្រហិតអីចឹងមកមួយឆ្កាក់1000មួយឆ្កាក់500តាមធនអ្នកណាឆ្ងាញ់មិនឆ្ងាញ់អីចឹងណាតែក៏រៀបស្អាតមែនតែនព្រោះអីគាត់លក់ជាអាជីពរបស់គាត់ទៅហើយអញ្ចឹងណាខាងនេះក៏មានស៊ុបមានអីដែរអញ្ចឹងមាន2ឆ្នាំងបបមានអីចឹងទៅបបមាន់បបអីចឹងទៅណាតលន់បាយដើម្បីហូបមិនកើតក៏ហូបបបមួយចានមកខាងនេះគឺបាយឆាបង្គាមានច្រើនមុខដែរបងអូនណាចឹងតលន់បាយផ្ទះអាចបាយផ្ទះយើងដដែលអាចចេញមកញ៉ាំអីក្រៅម្ដងក៏ឲ្យប្លែកមាត់ម្ដងហើយខាងនេះគឺល្បែងលេងកន្លែងគប់ពុតប៉ោងអីចឹងយករបស់ប្រើប្រាស់ល្បែងកំសាន្តមានតុក្កតាមានអីចឹងមកហើយមកខាងនេះគឺម្ហូបក្លែមទៀតហើយដល់ម្ហូបដដែលអញ្ចឹងទៅដូចមិនដឹងថាចង់ហូបអីទេណាថាសណាក៏ដូចថាសណាគឺម្ហូបបែបហ្នឹងដូចតែគ្នារៀងគ្នាបន្តិចបន្តួចតែប៉ុណ្ណោះនេះផ្ទះអានេះក្រៀមអាំងឲ្យរាងស្រួយបន្តិចទៅគឺឆ្ងាញ់មែនតែម្ដងក្រូចអង្វល់ក្រូចអាំងគេនេះហើយនេះបើជាក្របកៅឡាក់នេះមកគីឡូវា30000ថ្លៃដែរតែហូបទៅវាឆ្ងាញ់មកគេដែរអញ្ចឹងណាអញ្ចឹងបងប្អូនបានចេញមកក្រៅអីមើលតែវីដេអូចែនទេឃើញតែសាច់ខ្លែមក៏ស្រក់ទឹកមាត់តាមដែរមិនបាច់ចាំបានដល់កន្លែងនៅតែផ្ទះដេកផ្ទះទៅកុំឲ្យអស់លុយអញ្ចឹងណាសំចៃខ្លះកុំដើរពេកអស់លុយចាយបាត់ស៊ីអស់មិនដឹងខ្លួននេះផ្លូវមន់ប៉ុណ្ណាណៃតែ5000ទេម្ដុំនេះហើយក្រូចនេះមួយតែប្រហែល4-5000ដែរទេបងអូនមិនថ្លៃទេល្មមហូបដែរធំដែរមិនទៅកន្លែងណាគឺវិលតែកន្លែងខេមអារបស់ត្រូវមើលអាជាក់ហ្នឹងគឺមិនទៅណាចោលឯកន្លែងឆ្ងាញ់ហ្នឹងទេបានចេញដើរពីផ្ទះទៅណាទៅណីមិនភ្លេចទេចែកជូនបងប្អូនកំសាន្តគ្រប់កម្មភាពទាំងអស់ថ្ងៃនេះក៏យកប្រហិតរបស់គេមួយមិនតាន់ឲ្យលុយយកមកញាត់មាត់សិនណាដឹងថារសជាតិវាបែបណាអីចឹងណាអត់បាច់ចុចគ្រឿងក៏ឆ្ងាញ់ដែរប្រហិតគោដោណនោះមួយចង្កាក់តែ1000រៀលទេយើងញ៉ាំបានលេងអាហារតម្រាន់ពេលយប់ចឹងហើយបែរខាងនេះក្មេងដើរទៅដើរមកកន្លែងគេមានកម្មវិធីបុណ្យនៅវត្តចឹងគេធ្វើដាក់ account អីចឹងទៅឆ្លៀតពេលមក review សម្រាប់ចែកជូនបងប្អូនដែរពេលដែលមកចេញមកក្រៅមកមើលមកអីហើយចឹងណាកុំឲ្យខាតចឹងណាចែនធីមានគ្រប់សកម្មភាពដែលចេញទៅណាមកណាថតចែកជូនបងប្អូនកំសាន្តគ្រប់វីដេអូតែម្ដងហើយកន្លែងរោង account មិនតាន់លេងទេឲ្យ account លេងបាច់ចេញបាច់ចែនធីដល់ផ្ទះវិញបានហើយទៅបានគេឃុំរោងបន្តិចគេដាក់របាំដាក់អីចឹងណារបាំរបស់ខ្មែរយើងកុំឲ្យភ្លេចណាគឺអោនរបស់យើងគឺមុនឃុំរោងមុននឹងចាប់ផ្ដើមលេង account គេនឹងរាំថ្វាយចឹងណារាំរបាំបាច់ផ្កា